សម្រាប់កូនមិនទាន់បានមួយខែផងតារាសម្ដែងសួរវិសាបង្ហាញទំហំចិត្តជាង10ឆ្នាំក្នុងថ្ងៃកំណត់ចំពោះស្វាមីក្រោយទទួលបានកាដូគ្រឿងពេជ្រដ៏ធំតារាសម្ដែងសួរវិសាកាន់តែមានសុភមង្គលបន្ទាប់ពីសម្រាប់កូនប្រុសទី2របស់ខ្លួនកាលពីដើមខែមេសាកន្លងមកនេះក្រោយពីទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីស្វាមីបណ្ដូលចិត្តអ្វីដែលសំខាន់និងរំភើបនោះគឺនៅក្នុងថ្ងៃខួបកំណើតរបស់នាងនៅថ្ងៃទី2ខែមេសាស្វាមីរបស់នាងបានផ្ដល់កាដូជាគ្រឿងពេជ្រដ៏មានតម្លៃដល់នាងផងដែរតារាសម្ដែងសួរវិសាបានពោលពាក្យយ៉ាងក្តុកក្តួលចិត្តថាអរគុណណាស់ប្តីជាង10ឆ្នាំមកហើយបងនៅតែបរិសុទ្ធល្អសម្រាប់អូនជានិច្ចអូនចាំបានកាលយើងនៅកំសិតកំរជាមួយគ្នាបងសន្យាថាបើថ្ងៃក្រោយបងមានសមត្ថភាពនិងមានលទ្ធភាពនោះយើងនឹងរៀបការហើយមានកូនប្រុសស្រីជាមួយគ្នាហើយបងនឹងធ្វើជាគំរូល្អដល់កូននិងបង្ហាញពីទំនួលខុសត្រូវនិងក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកឲ្យកូនយើងបានឃើញនិងយកគំរូតាមឥឡូវអូនចង់ប្រាប់បងថាបងពូកែណាស់បងអាចធ្វើបានហើយនៅក្នុងថ្ងៃកំណើតឆ្នាំនេះតារាសម្ដែងសួរវិសាកាន់តែទទួលបានភាពកក់ក្ដៅពីស្វាមីបណ្ដូលចិត្តដោយលោកថេមីបានទិញកាដូជាគ្រឿងអលង្ការពេជ្រដ៏ធំជូនភរិយាជាទីស្រឡាញ់ដែលខិតខំប្រឹងប្រែងលះបង់បង្កើតកូននិងធ្វើជាភរិយានិងជាម្ដាយដ៏ល្អនៅក្នុងគ្រួសារសួរវិសានៅពុំទាន់មានគម្រោងវិលត្រឡប់ទៅកាន់វិស័យចម្រៀងវិញនៅឡើយទេដោយសារពេលនេះនាងនៅសរសៃខ្ចីម្យ៉ាងវិញទៀតរូបរាងកាយរបស់នាងនៅពុំទាន់វិលត្រឡប់មកដូចដើមវិញឡើយតែទោះជាយ៉ាងណានៅតែនិយាយថាអាជីពចម្រៀងនាងនៅតែបន្ត